ជំរាបសួរបងប្អូនដែលជា subscriber របស់ Khmer Social New Media ថ្ងៃនេះយើងនឹងប្រៀបបងប្អូនតាក់ទងជាមួយនឹងការ sign up ជាមួយនឹង Pioneer គឺជាការដែលយើងអាចដកលុយពី PayPal របស់យើងធម្មតាយើងចង់បាន PayPal មួយដែល full យើងត្រូវតែមាន Pioneer ព្រោះតែវាត្រូវការតម្រូវឲ្យយើង register ជាមួយនឹង bank របស់អាមេរិកអញ្ចឹង Pioneer គឺជាការរបស់ធនាគារ First Century របស់អាមេរិកមួយដើម្បីហេតុអីគឺយើងត្រូវបង្កើតហ្នឹងធ្វើការហ្នឹងពូកើតហ្នឹងធម្មតាអ្នកដែលលុយតាមអនឡាញដូចជាពួកYango Content Ad Media Google AdSense ឬក៏ស្អីផ្សេងគាត់ត្រូវការដកលុយដោយមិនប្រើវា transfer ប្រើ bank យើងប្រើ bank យើងអស់20រៀលជាងប្រើនេះយើងអស់តែ4 5រៀលពេលយើងដកម្ដងអញ្ចឹងវាសារៈប្រយោជន៍ស្រួលមែនតើយើងអាចដកការទាំងអស់ហ្នឹងជាមួយនឹងធនាគារស្រុកខ្មែរយើងដែលមាន Mastercard ដូចជា ANZ ABA អ្នកទាំងអស់គ្នាត្រូវតែដឹងថាចេះម្នាក់ឯងចង់បាន PayPal មួយអ្នកត្រូវតែចុះឈ្មោះនៅជាមួយនឹង Pioneer បើមានតែ PayPal អត់មាន Pioneer គឺយើងចុះ PayPal របស់យើងគឺអត់ full ទេអញ្ចឹងមុននឹងធ្វើបង្កើត PayPal សូមមាន Pioneer មុនសិនតោះឥឡូវយើងនឹងបង្ហាញអំពីការចុះឈ្មោះអញ្ចឹងសម្រាប់អ្នកដែលចង់ចុះឈ្មោះអ្នកអាចមើល link នៅខាងក្រោមវីដេអូរបស់ខ្ញុំក្នុង YouTube ហ្នឹងខ្ញុំដាក់ link ក្រោមហ្នឹងអ្នកអាចសាញនៅក្នុងហ្នឹងទៅពេលដែលអ្នកសាញអ្នកទទួលបាន$25នៅក្នុងកាតរបស់អ្នកវាទាំងបើសិនអ្នកសាញជាមួយនឹង Pioneer Direct ហ្មងគឺអត់មានទេព្រោះតែអានេះវាជា CPA អញ្ចឹងអ្នកអត់បានលុយទេប៉ុន្តែបើសិនអ្នកសាញក្នុងនេះគឺអ្នកបាន$25រៀលក្នុងការដង្កល់ក្នុងកាតហ្នឹងហើយកាតហ្នឹងចេះឥឡូវអ្នកសាញកាតហ្នឹងខ្ញុំសូមបញ្ជាក់ណាគ្រាន់តែយើងត្រូវតែមានអត្តសញ្ញាណប័ណ្ណណាហើយអត្តសញ្ញាណប័ណ្ណច្បាស់លាស់ពីព្រោះនៅពេលសាញវាទាមទារឲ្យយើងអាប់ឡូតអត្តសញ្ញាណប័ណ្ណ color របស់យើងហើយគ្រាន់តែវា review យើងគឺ14ថ្ងៃបន្ទាប់ពី14ថ្ងៃហ្នឹងហើយគឺវាផ្ញើប្រាប់ថាវានឹងផ្ញើកូដផ្ញើកាតហ្នឹងមកដល់ស្រុកខ្មែរនៅថ្ងៃណាអញ្ចឹងណាឥឡូវចាប់ដើមមើលសាញអញ្ចឹងបងប្អូនអាចមើលអូខេឥឡូវយើងមកដល់កន្លែងនេះអញ្ចឹងសូមឈ្មោះឲ្យពេញណាតែនេះខ្ញុំអត់ដាក់ឈ្មោះមែនទេខ្ញុំដាក់ឈ្មោះខ្លាំងៗព្រោះខ្ញុំចុះឈ្មោះហើយបើខ្ញុំចុះឈ្មោះខ្លាំងៗប្រកាសជាគេបិទរបស់ខ្ញុំហើយព្រោះថាពេលដែលចុះហ្នឹងគេទា ID ហើយណាអញ្ចឹងខ្ញុំដាក់តកោច័ន្ទខ្ញុំច័ន្ទរស្មីតែនេះច័ន្ទភក្តីហ្នឹងគឺជាបងស្រីខ្ញុំអាចដាក់នៅ mail ទៅដារ៉ាវ៉ាន់អីចឹងទៅណាហើយសូមចាំតិចខ្ញុំមើល mail មួយឧទាហរណ៍ខ្ញុំដាក់ថាដារ៉ាវ៉ាន់សូមប្រើ mail ដែល mail ពិតប្រាកដរបស់យើងកុំដាក់ mail លើខ្ញុំណាដាក់ mail លើខ្ញុំអង្ការទេព្រោះថានេះជាគំរូឯងអញ្ចឹងដាក់ Nanabird នេះយើងក៏ដាក់ត្រឹមត្រូវដែរណាយើងដាក់ឲ្យត្រឹមត្រូវមែនតើបើមិនយើងដាក់ខុសយើងយកខានមកយើងទៅដកលុយ PayPal ឬក៏ពេលដែលវាទាឲ្យ ID យើងupload ID ថ្ងៃខែឈ្មោះអីខុសគ្នាហ្នឹងគឺអត់អាចទៅរួចទេណាអញ្ចឹងសូមដាក់ឲ្យត្រឹមត្រូវអញ្ចឹងទៅ86អីអញ្ចឹងទៅអូខេយើងចុច next ទៀតទៅមកដល់ដំណាក់កាលនេះវាទាយើងដាក់ឈ្មោះប្រទេសយើងសូមដាក់ឈ្មោះកម្ពុជាកុំយកប្រទេសផ្សេងពេលយើង apply ព្រោះថាវាត្រូវទាលេខទូរស័ព្ទវាត្រូវទាឲ្យមកចប់ហ្មងណាឥឡូវមើលទាំងអស់គ្នានេះកម្ពុជាយើងអាចអាស្រ័យដ្ឋានយើងត្រូវដាក់ប្រកបដូចគ្នាទំពុនខណ្ឌមានជ័យភ្នំពេញលេខ zip code ហ្នឹងគឺលេខតំបន់ដូចបឹងតពុនគឺ12351តែបងប្អូនដែលនៅនេះបងប្អូនអាចឆាយបានចូលក្នុង Google បែរថា postcard of Phnom Penh City អញ្ចឹងវានឹងបង្ហាញទីតាំងផ្សេងៗបងប្អូននៅខេត្តបងប្អូនអាចដាក់ postcard អកំពង់ចាមឬអីចឹងទៅវាលោតមកហើយលេខទូរស័ព្ទសូមត្រូវការឲ្យពិតប្រាកដណាបងប្អូនអញ្ចឹងយើងដាក់ចឹងទៅអញ្ចឹងនេះហើយ mobile យើងចុច next មកអញ្ចឹងអានេះវាចុងក្រោយបំផុត password អញ្ចឹងយើងត្រូវដាក់ password របស់យើង password ឲ្យត្រូវនឹង mail របស់យើងណាបងនេះរីម្ដងទៀតទៅដាក់ដូចគ្នា the same ណាហើយ security question យើងអាចរើសទៅមួយណាអញ្ចឹងសួរ what are last name ឲ្យយើងបកស្អីអញ្ចឹងទៅយើងដាក់ទៅស្មីអីអញ្ចឹងទៅណាហើយត្រូវចាំវាផងពេលយើងភ្លេចលេខកូដលេខសម្ងាត់របស់យើងអីចឹងឬក៏យ៉ាងម៉េចហ្នឹងគឺត្រូវការហ្នឹងអញ្ចឹងយើងចុច next នៅពេលនេះគេហៅថាដំណាក់កាលចុងក្រោយដំណាក់កាលចុងក្រោយយើងត្រូវទៅវាយលេខអត្តសញ្ញាណប័ណ្ណរបស់យើងចូលនៅពេលដែលយើងវាយលេខអត្តសញ្ញាណប័ណ្ណយើងចូលហើយនេះ
ឃើញទេនេះយើងដាក់ប្រទេសយើងផងប្រទេសអីតាសញ្ញាណប័ណ្ណរបស់ប្រទេសអីបន្ទាប់ពីយើងវាយតាសញ្ញាណប័ណ្ណយើងចូលហើយយើងផ្ញើទៅស្អែកឬក៏4 5ថ្ងៃឬក៏មួយអាទិត្យអីចឹងទៅវាផ្ញើ mail មួយឲ្យយើងupload ណាអញ្ចឹងអានេះអត់មានដាក់ blank ចឹងទេគឺដាក់តាសញ្ញាណប័ណ្ណហើយចុច agree ចឹងទៅហើយយើងចុចពី order ខ្ញុំអត់ចុចទេណាជាងបងប្អូនចុចទៅគឺចប់ហើយណាហើយរងចាំ mail គេដូច mail ខ្ញុំអញ្ចឹងនេះគឺជា mail របស់គេអញ្ចឹង Pioneer វានឹងផ្ញើ mail មកដូចនេះដំបូងវាឲ្យខ្ញុំវាប្រាប់ថាឲ្យខ្ញុំដាក់អាស័យដ្ឋានឲ្យត្រឹមត្រូវព្រោះអាស័យដ្ឋានដែលខ្ញុំដាក់ហ្នឹងវាអត់ត្រូវខ្ញុំអត់ដាក់អាស័យដ្ឋានបន្ទាប់ពីបានមួយអាទិត្យជាមកវាផ្ញើ email ថា account ខ្ញុំបាន approve ហើយដូចបងប្អូននេះ congratulations your Pioneer account application has been approved អញ្ចឹងវាប្រាប់អញ្ចឹងវាគឺជា Mastercard បងប្អូនមិនមែន Visa card ទេគឺ Mastercard ហើយវានឹងដឹកជញ្ជូនមានថាគេនឹងផ្ញើចូលប្រៃសណីយ៍ប៉ុស្តិ៍របស់យើងនេះនៅគេថ្ងៃទី25ខែមេខែក្រោយអញ្ចឹងបងប្អូនដែលគាត់ apply ហ្នឹងឬមិនថានេះទេសូម្បីយើងធ្វើ Google Adsense ក៏យើងត្រូវមាន PIN code ដែរអញ្ចឹងយើងទៅយកយើងទៅយកពួកអស់ហ្នឹងនៅប្រៃសណីយ៍របស់យើងអ្នកនៅពេញយើងទៅយកនៅវត្តភ្នំទៅហើយសួរសាខារបស់គេបើមិនតែគេផ្ញើមកនៅវត្តភ្នំមានទៅបើថាអត់មានទេសួរថាសាខាប្រៃសណីយ៍ប៉ុស្តិ៍មកថាវានៅបឹងតំពុននៅណាអញ្ចឹងទៅទឹកថ្លានៅណាអញ្ចឹងហើយយើងទៅតាមនៅនោះទៅធម្មតាចង់បានលុយរៀងយ៉ាប់តិចណាដល់ពេលធ្វើម្ដងហើយគឺរួចហើយអញ្ចឹងអរគុណច្រើនខ្ញុំបញ្ជាក់ម្ដងទៀតណាយើងចង់បង្កើត account PayPal មួយដែលអាចដកលុយដាក់លុយហើយវា full អត់មានបញ្ហាបានបងប្អូនត្រូវតែបង្កើត Pioneer មុនពេលបងប្អូនបង្កើត Pioneer គឺគ្រាន់តែស៊ីពេលមួយខែក្នុងការរងចាំ full បន្ទាប់ពីបង្កើតហើយបងប្អូនបង្កើត PayPal តែមួយថ្ងៃគឺចប់តែម្ដងណាបងប្អូនអញ្ចឹងឲ្យសង្ឃឹមថាបងប្អូនមើល link ខ្ញុំហើយអាចចុះឈ្មោះតាមហ្នឹងទៅហើយបងប្អូននឹងទទួលបាន$25ហើយលើកក្រោយទៀតខ្ញុំនឹងផុសវីដេអូតាក់ទងជាមួយនឹងការរកលុយជាមួយនឹង online ផ្សេងវាមានច្រើនណាស់វាមានតាំងពីad media advertisers buzz media Google Adsense Chikita Infolink ប៉ុន្តែយើងនឹងយកយើងនឹងបង្ហាញទាំងអស់ហើយបងប្អូនអាចជ្រើសរើសហើយយើងនឹងបង្ហាញថាពួកហ្នឹងវា pay លុយយើងរបៀបម៉េចមក click វាឲ្យប្រមាណណាសម្រាប់អ្នកដែលចង់ជោគជ័យនោះតើតែ website យើងមានមនុស្សច្រើនដូចគ្នាណាអរគុណជំរាបលាហើយជូនពរឲ្យមានសុខភាពល្អ